កណាជាបឋមខ្ញុំបកករណាសូមនមស្ការចំពោះព្រះអង្គគ្រូព្រមទាំងព្រះថេរានុថេរៈគ្រប់ព្រះអង្គនៅក្នុងវត្តអង្គាវឧត្តមយើងនេះបហើយនឹងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់បន្តពីបុណ្យកឋិនទានបានចប់នឹងមានការប្រគេនច្បងត្រៃជីវរដល់សាមណសិស្សភិក្ខុសាមណេរនៅក្នុងវត្តអង្គាវឧត្តមយើងនេះមិនថាតែវត្តអង្គាវឧត្តមទេនឹងវត្តផ្សេងទៀតនឹងមានការប្រគេនដូចគ្នាអញ្ចឹងបន្តពីបុណ្យកឋិនទានយើងបានចប់ហើយនៅក្នុងថ្ងៃនេះផងដែរអាត្មាភាពនឹងនាំញាតិញោមមកទស្សនាទឹកប្រតិរបស់សាមណសិស្សនៅក្នុងវត្តអង្គាវឧត្តមរបស់យើងថាតើលោកមានអារម្មណ៍យ៉ាងណាដែរនៅក្នុងថ្ងៃនេះហើយនៅក្នុងវត្តអង្គាវឧត្តមរបស់យើងគឺឃើញថាឆ្នាំនេះសម្បូរទៅដោយព្រះអង្គតូចអញ្ចឹងសូមញាតិញោមមកទស្សនាការសម្ភាសចំពោះកូនណែនតូចតើលោកមានអារម្មណ៍នឹងបែបណាញាតិញោមសូមនមស្ការព្រះអង្គមានអារម្មណ៍យ៉ាងណាដែរពេលដែលបានស្បង់ជីវរថ្មីសម្រាប់ផ្លាស់ប្ដូរគេដូចជាសម្លៀកបំពាក់ថ្មីអញ្ចឹងណាមានអារម្មណ៍យ៉ាងណាដែរចំពោះព្រះអង្គដែរសូមសប្បាយចិត្តហើយអញ្ចឹងគឺឃើញថាព្រះអង្គមានអារម្មណ៍ថាសប្បាយចិត្តពេលដែលបានជាពរថ្មីអញ្ចឹងញាតិញោមទស្សនាព្រះអង្គបន្តទៀតអញ្ចឹងនេះព្រះអង្គព្រះនាមអីឈ្មោះអីគេឈ្មោះវិជ្ជការកណាអញ្ចឹងគឺក្នុងវត្តនេះគឺមានព្រះសង្ឃមួយអង្គទូជាងគេញាតិញោមអញ្ចឹងពេលដែលបានស្បង់ត្រៃជីវរថ្មីអញ្ចឹងមានអារម្មណ៍យ៉ាងណាដែរសប្បាយចិត្តអត់ណានិយាយលើតិចសប្បាយចិត្តណាចាអញ្ចឹងខ្ញុំសម្ភាសព្រះអង្គផ្សេងទៀតគឺច្រើនណាស់អញ្ចឹងគឺថាมันអាចសម្ភាសព្រះសង្ឃគ្រប់អង្គបានទេញាតិញោមអញ្ចឹងគឺព្រះអង្គព្រះនាមឈ្មោះអីដែរណាធីចន្ទឌីណាអញ្ចឹងព្រះអង្គមានអារម្មណ៍យ៉ាងណាដែរពេលដែរនេះឃើញស្បង់វត្តពេលដែលមានរបស់ថ្មីទុកផ្លាស់ប្ដូរអញ្ចឹងមានអារម្មណ៍យ៉ាងណាណាសប្បាយចិត្តអញ្ចឹងគឺព្រះសង្ឃគ្រប់អង្គគឺសប្បាយចិត្តគ្រប់ព្រះអង្គគ្រប់អង្គគឺទឹកមុខញញឹមចិត្តបានស្បង់ជីវរថ្មីអញ្ចឹងនេះព្រះអង្គព្រះនាមឈ្មោះអីដែរឈ្មោះបញ្ញាណាឲ្យព្រះអង្គមានទឹកចិត្តទឹកបតីយ៉ាងណាដែរពេលដែលបានស្បង់ជីវរថ្មីណាមួយឆ្នាំមានតែម្ដងទេណាទៅធីបុណ្យកឋិននឹងជាដើមណាមានអារម្មណ៍យ៉ាងណាដែរតែសប្បាយចិត្តទេគ្រប់អង្គនឹងសប្បាយចិត្តទាំងអស់គ្នាតែប៉ុណ្្នឹងឯងអត់មានអីថែមទៀតទេអត់មានទេសប្បាយចិត្តណាសប្បាយចិត្តនេះព្រះអង្គមានអារម្មណ៍យ៉ាងណាដែរព្រះនាមឈ្មោះអីដែរកណាសុតកណាហើយនេះបានតែមកលៀងឯងណាមកលៀងទៀតនៅឲ្យមិនយកមកកណាហើយសប្បាយចិត្តអត់ពេលដែលបានជីវរថ្មីអញ្ចឹងសប្បាយចិត្តអត់សប្បាយចិត្តតែប៉ុណ្ណឹងឯងព្រះអង្គក៏បានជូនពរអីវត្តអង្គាវឧត្តមហ្នឹងសម្បូរញាតិញោមមកច្រើនណាហើយខំប្រឹងរៀនអត់ពេលដែលបានច្បងជីវរថ្មីអញ្ចឹងស្អាតញាតិញោមមើលមកជ្រះថ្លាអញ្ចឹងខំប្រឹងរៀនអត់កណារៀនឲ្យបកែលឿនណាហើយបួសបានប្រហែលភាសាហើយឡើយនេះបានមកទឹកទេកណាអញ្ចឹងគឺឃើញថាទឹកចិត្តព្រះអង្គហ្នឹងគឺសប្បាយគ្រប់អង្គមិនមានព្រះអង្គណាកើតទុក្ខទេអញ្ចឹងគឺទឹកបតីព្រះអង្គហ្នឹងសប្បាយគ្រប់អង្គញាតិញោមបន្តពីការសួរទឹកបតីនិងអារម្មណ៍របស់សាមណសិស្សទាំងអស់គ្នាហើយសូមញាតិញោមទស្សនាវីដេអូបន្ត